លោកយាយង៉ាត់សៅម្ដាយបង្កើតរបស់លោកកឹមសុខាប្រធានអតីតគណៈបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ2017បានទទួលមរណភាពនៅយប់ថ្ងៃទី8ខែកក្កដាឆ្នាំ2026ក្នុងជំនុំអាយុ98ឆ្នាំដោយសារជរាពាធបន្ទាប់ពីលោកកឹមសុខាទទួលបានការលើកលែងទោសជាង1ខែយោងតាមលោកហេងផេងសហមេធាវីការពារក្តីរបស់លោកកឹមសុខាដែលបានបង្ហោះសារនៅលើបណ្ដាញសង្គម Facebook នៅថ្ងៃទី9ខែកក្កដាលោកយាយង៉ាត់សៅបានទទួលមរណភាពនៅវេលាម៉ោងប្រមាណ11យប់ថ្ងៃទី8ខែកក្កដានៅគេហដ្ឋានរបស់កូនស្ថិតនៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញលោកហេងផេងបានឲ្យដឹងទៀតថាសពលោកយាយត្រូវបានតម្កល់និងធ្វើបុណ្យនៅរាជធានីភ្នំពេញមុននឹងដង្ហែទៅស្រុកកំណើតក្នុងខេត្តតាកែវនៅចុងសប្តាហ៍នេះនៅព្រឹកថ្ងៃប្រហ័សអ្នកនយោបាយដែលគាំទ្រលោកកឹមសុខានិងសកម្មជនគណៈបកក្រៅរដ្ឋាភិបាលមួយចំនួនបានបង្ហោះសាររំលែកទុក្ខលើបណ្ដាញសង្គមដោយសម្ដែងការសោកស្ដាយនិងចូលរួមមរណទុក្ខជាមួយលោកកឹមសុខានិងក្រុមគ្រួសារព្រមទាំងបួងសួងឲ្យវិញ្ញាណក្ខន្ធលោកយាយបានទៅកាន់សុគតិភពការទទួលមរណភាពរបស់លោកយាយង៉ាត់សៅកើតឡើងជាង1ខែបន្ទាប់ពីលោកកឹមសុខាទទួលបានការលើកលែងទោសកាលពីថ្ងៃទី25ខែឧសភាឆ្នាំ2026ប្រមុខរដ្ឋស្ដីទីលោកហ៊ុនសែនបានចេញព្រះរាជកិច្ចលើកលែងទោសដល់លោកកឹមសុខាបន្ទាប់ពីលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ27ឆ្នាំពីបទសន្ធិដ្ឋិភាពជាមួយបរទេសទោះជាយ៉ាងណាការលើកលែងទោសនោះភ្ជាប់មកជាមួយលក្ខខណ្ឌមិនឲ្យលោកវិលត្រឡប់ចូលរួមសកម្មភាពនយោបាយវិញឡើយមុនពេលមានព្រះរាជកិច្ចលើកលែងទោសលោកយាយង៉ាត់សៅដែលមានវ័យចំណាស់និងមានជំងឺធ្ងន់ធ្ងរត្រូវបានគេរាយការណ៍ថាកំពុងសម្រាកព្យាបាលនៅលើគ្រែនិងមានបំណងចង់ជួបកូនប្រុសរបស់លោកយាយគឺលោកកឹមសុខាសំណុំរឿងរបស់លោកកឹមសុខាត្រូវបានរដ្ឋាភិបាលកម្ពុជានិងតុលាការអះអាងថាជាការអនុវត្តច្បាប់ពាក់ព័ន្ធនឹងបទល្មើសក្បត់ជាតិផ្ទុយទៅវិញលោកកឹមសុខាបដិសេធការចោទប្រកាន់គណៈអង្គការសិទ្ធិមនុស្សអតីតគណៈបកប្រឆាំងនិងរដ្ឋាភិបាលលោកខាងលិចមួយចំនួនបានចាត់ទុកសំណុំរឿងនេះថាជាហេតុផលនយោបាយនិងជាផ្នែកមួយនៃការបង្ក្រាបលើអ្នកប្រឆាំងនយោបាយ